Ok,សួស្តីគ្នាយើងចឹងស្វាគមន៍មកកាន់ Advanced Course របស់ Flutter ចឹងនៅក្នុង Advanced Course របស់ Flutter អ្វីដែលយើងរៀនគឺយើងរៀនធ្វើ project សុទ្ធណាចឹងយើងអត់រៀន start ពី basic មកទេគឺយើងរៀនធ្វើ project ជាក់ស្ដែងតែម្ដងចឹងនៅក្នុង project ទី1ខ្ញុំនឹងរៀនឲ្យយើងតាក់ទងនឹងការប្រើ local database ឬក៏ជា local storage ដែលយើងប្រើនៅលើ applicationចឹងនៅក្នុង Flutter local storage មានច្រើនមាន Step Preference មាន Isolate មាន RAM មាន Hue ចឹងទៅណាចឹងអ្វីដែលខ្ញុំលើកយកមកប្រើនៅលើ app មួយនេះគឺខ្ញុំប្រើ Isolate ចឹងខ្ញុំនឹងធ្វើ app មួយដែលហៅថាជា Task App ណាចឹង Task App ហ្នឹងនៅក្នុងនេះខ្ញុំសង្ខេបតាក់ទងនឹង project ហ្នឹងឲ្យចឹងទី1 project យើងឈ្មោះថា Task App ទីមួយយើងនិយាយពាក់ព័ន្ធនឹង project description ហ្នឹងproject ហ្នឹងធ្វើឡើងដើម្បីអីចឹងproject description យើងធ្វើថា project ហ្នឹងគឺយើងប្រើសម្រាប់ធ្វើការ tag activity របស់ខ្លួនឯងជារៀងរាល់ថ្ងៃកត់ទៅលើ schedule កត់ទៅលើ task អីដែលយើងត្រូវធ្វើនៅក្នុងមួយថ្ងៃហ្នឹងឬក៏សម្រាប់មួយអាទិត្យឬក៏មួយខែហ្នឹងហើយចំពោះ scope នៅក្នុង project ហ្នឹង scope គឺយើងទី1គឺយើងធ្វើការ manage task ហ្នឹងមានយើងអាចធ្វើការ add task view task edit task set task complete ណាអាច delete task ចោលអីចឹងទៅណាឬក៏យើងអាច search task ទៀតទៅហើយចំពោះ report task មានន័យថាគឺយើងទៅមើលថា task ណាដែលយើងបាន complete task ណាដែលអត់ទាន់បាន complete ណាចំពោះ user info ហ្នឹងធម្មតាគឺយើងដាក់ឈ្មោះយើងរូបភាពយើងអីជាទូទៅ1 2 3 4ចឹងទៅចំពោះ system architecture បើយើងនិយាយកន្លែងហ្នឹងគេហៅថា system architecture ក៏បាន system landscape ក៏បានuse case ក៏បានវាមានច្រើនណាតែនេះខ្ញុំលើកត្រួសទេគ្រាន់តែចង់ detail បន្តិចតួចsystem architecture យើងគឺពេលដែលយើងបើក mobile app មកពេលយើងបើក mobile app យើង store តន័យ store គឺលើ Isolate នេះគឺជា local database នៅលើ application របស់យើងណាអញ្ចឹងdata ទាំងអស់គឺ store នៅលើ app របស់យើងវាអត់ទៅ store នៅណាទេអញ្ចឹងបើយើងលុប app យើងចោលបាត់អា data ហ្នឹងវាបាត់ទៅតាមនឹងដែរអញ្ចឹងអានេះជាកន្លែងយើង store data ចឹងខ្ញុំមាន UI ជា sample មួយដែរគ្រាន់តែថាអានេះជា basic UI សម្រាប់មើលលេងទេពេលដែលយើង implement អាចនឹង UI ខុសហ្នឹងឬក៏ implement បន្ថែមទៀតចឹងទៅគ្រាន់តែជាគំរូឲ្យមើលដឹងសិនថា UI ហ្នឹងវាលក្ខណៈបែបម៉េចចឹងនៅក្នុងនេះឧទាហរណ៍ថា UI ហ្នឹងគេមានខាងមុខនេះគេហៅថា home ណាចឹងគេមានកន្លែង search កន្លែងកត់ note កត់អីចឹងទៅគាត់ថារបស់យើងជា task ណាចឹងយើងនឹងមាន UI លក្ខណៈទម្រង់ស្តៀងហ្នឹងហើយ app យើងជាលក្ខណៈបែបហ្នឹងយើងអាចមានកន្លែង add task view task report អីជាដើមហេចឹងអានេះគឺជា summary នៃ project យើងថា project យើងធ្វើពីអីជាខ្ញុំសរុបមកវិញ conclusion មកវិញណាចុះ project យើងគឺយើងធ្វើតាក់ទងនឹង app មួយគេហៅថា task app ឬក៏ជា schedule app ដែលប្រើសម្រាប់ធ្វើការ take note activity របស់យើងនៅក្នុងមួយថ្ងៃឬក៏មួយខែហើយយើងអាចមើលទៅលើ task complete ឬមិន complete អីជាដើមអូខេអញ្ចឹងចំណុចបន្តយើងចូលមកដល់ project ចំពោះ project ខ្ញុំបានបង្កើត project មួយហើយនៅក្នុង project នេះមានproject ឈ្មោះថា task app ហ្នឹងហើយយើងបង្កើតមកមានfolder Android iOS ចឹងទៅមាន link ចឹងទៅណាអញ្ចឹងនៅលើនេះខ្ញុំអត់បានសេអីទេព្រោះ project ថ្មីតែបង្កើតអញ្ចឹងយើងនឹងទៅស្វែងយល់អីគេជា Isolate ណាអញ្ចឹង Isolate ជាអីអញ្ចឹងFlutter Isolate
ចឹងIsolate គឺជា package ដែលយើងនឹងត្រូវជា dependency ណាដែលយើងនឹងត្រូវ import វាចូលមកប្រើហើយ official website របស់ Flutter ដែលយើងអាចទៅ plug in dependency គឺ pub.dev ណាយើងអាចទៅវាយ pub.dev មកអញ្ចឹងកន្លែងហ្នឹងវាជាកន្លែងដែលយើងទៅយក dependency ណាហើយយើងមិញអីគេ isolate យើង search មកអូខេចឹងបើយើង search មកចេះវាមានច្រើនចឹងយើងយើងត្រូវមើលគឺយើងមើលទៅលើចំនួន like ហើយនឹង point ហើយនឹង download ចឹងយើងអាចមើលពីណាមួយណាប្រើច្រើនជាងគេណាចឹង SQL file នេះ SQL list នេះប្រើច្រើនជាងគេចឹង Isolate នេះគឺជា local storage សម្រាប់ application ហើយចំពោះកន្លែង Isolate មួយនេះវា support បានទាំងplatform Android iOS Mac ណាអត់ support Windows ទេចឹងយើងមើលទៀត package ហ្នឹងពេលយើងយកមកប្រើវា support ទៅលើ platform អីគេខ្លះចឹងនៅលើនេះយើងមើល description របស់គេបច្ចុប្បន្ន current version 2.4 ណា 2.4.2 ហើយនៅក្នុងនេះយើង import ចូល project ណាយើងអាច pub add ចេះមកអូខេចឹងអានេះពេលដែលយើងយកវាទៅប្រើប្រាស់ពេលយើង implement អូខេចឹងនេះគឺជាការសរសេរ query ណាសរសេរ query បង្កើត database បង្កើតអីចឹងមកចឹងអានេះគឺជាឧទាហរណ៍នៅលើ application ពេលដែលយើងយកទៅ implement អញ្ចឹងដើម្បីឲ្យកាន់តែស៊ីជម្រៅទៀត Isolate គេមាន official website របស់គេដែរណា Isolate home អញ្ចឹងបើយើងចង់ clarify ខ្លាំងជាមួយនឹង Isolate យើងអាចមកមើលនៅលើនេះបានណា documentation យើងអាចមើលទៅចឹងនៅនេះវាមាន SQL language ណា SQL syntax core SQL function យើងអាចមាន drop table គេ add table ហើយនៅលើហ្នឹងមានអស់ហើយជាយើងអាចមើលទៅលើ core structure វាបន្ថែមអូខេចានេះគាត់ខ្ញុំមក show ថាអូខេបើយើងចង់ទៅមើលបន្ថែម Isolate យើងអាចមើលនៅណាយើងអាចមើលនៅកន្លែងនេះបានណាអូខេអញ្ចឹងយើងអាច add វាចូល project មួយមកណាចុចចូល install ហើយយើងមិនបាច់ចាំcopy អាកន្លែងនេះដាក់ចូល dependency ទេកន្លែងនេះវាមានជំរើសច្រើនទីមួយយើង copy អាប៉ុណ្នេះដាក់នៅលើ dependency អញ្ចឹងយើង copy អានេះហើយនៅលើ app យើងចូល PubSpec YAML ណា PubSpec YAML ឡើងនេះហើយនៅខាងក្នុង dependency ណាក្នុង dependency យើងដាក់វាមកតែខ្ញុំអត់ recommend ឲ្យធ្វើចឹងទេករណី Flutter version យើងវាខុសគ្នាជាមួយនឹងអ្វីដែល current Flutter មានយើងគួរតែប្រើ command ណាចឹង command យើង copy មក copy ហើយយើងបើក terminal មកណាចឹងបញ្ជាក់ទៀត terminal ហ្នឹងតើយើងនៅក្នុង current app ចឹង app នេះឈ្មោះថា task app ចឹងអ្វីដែលខ្ញុំឈរនៅគឺនៅលើtask app ចឹងមួយទៀតអានេះចំពោះ Mac OS ណាយើងអាចប្រើ ls មើលដើម្បីដឹងថានៅក្នុងហ្នឹងមាន folder អីគេខ្លះអញ្ចឹងឥឡូវយើងកំពុងឈរនៅក្នុង project របស់យើងហើយណាដែលយើងឃើញមាន folder lib ណា folder Linux folder Mac នេះនៅខាងលើនេះអញ្ចឹងយើងផាស comment យើងមិញមក flutter package SQL list ហ្នឹងចឹងវានឹង import ចូលនៅក្នុង PubSpec YAML ឲ្យយើងហើយណាអូខេខ្ញុំបើកម្ដងទៀតចេះនេះវា import ចូលឲ្យ version 2.2.4 ណាចឹងនេះហើយមួយចឹងpackage យើង add ចូលបានមួយហើយចឹងអីយើងត្រូវធ្វើបន្តទៀតដើម្បី implement project បានយើងត្រូវដឹងពី project structure ថា
project structure គេធ្វើមិនដើម្បីងាយស្រួល manage ទៅលើ project ធំដើម្បី handle ទៅលើ project ធំណាអញ្ចឹងយើងមកដឹងមួយទៀតគឺតកតងនឹង project structure អញ្ចឹងproject structure យើងមានច្រើនណាអញ្ចឹងយើងអាច search raw មើលសិនណា best practice project structure for Flutter ចឹងវាមានច្រើនចឹងគេឲ្យមកទី1គេអាចមានជា lib មាន data presentation business logic អានេះគេប្រើ state management ជាមួយនឹង block ណាចឹងមានអីទៀតមកចឹងអូខេអានេះមិញទេចឹងមួយទៀតគេចែកចេញជា feature ជា feature មានន័យថាតើ app យើងមាន10 functionality តើអាចទៅការ add task view task មើល schedule មើលអីចឹងគេអាចប្រើ concept មួយនេះចឹងចំពោះ local storage ប្រើ concept មួយនេះគឺល្អជាងគេណាជាងយើងអាចប្រើ concept មួយនេះក៏បានទេស្រាប់តែយើងចង់ប្រើហើយយើងចង់ប្រើ concept អីមកក៏បានដែរឲ្យយើងងាយស្រួលម្លេចតែបើ project ធំខ្លាំងណា project ធំខ្លាំងគឺ concept មួយនេះគឺងាយស្រួលនៅក្នុងការ manage អញ្ចឹងឧទាហរណ៍ថាយើងមាន30 feature 30 feature នៅក្នុង feature មួយគឺយើងសរសេរនៅក្នុងហ្នឹងហ្មងណាយើងមាន screen presentation ហ្នឹងគេចង់និយាយតទៅ screen យើងមាន data ហើយមាន repository មាន switch អីនៅហ្នឹងហ្មងណាអញ្ចឹងយើងនឹងប្រើ concept មួយនេះតែវាមានច្រើនទៀតណាអានេះយើងក៏ត្រូវមានដែរមាន core មានអីហ្នឹងអញ្ចឹងអានេះចាំខ្ញុំធ្វើឲ្យមើលតែវាមានអីខ្លះអញ្ចឹងវាមានច្រើនអូខេអញ្ចឹងអានេះ project structure យើងដឹងហើយ project structure បច្ចុប្បន្នគឺប្រើទម្រង់មួយនេះអញ្ចឹងអីយើងត្រូវដឹងបន្តទៀតគឺតាក់ទងជាមួយនឹងstate management អញ្ចឹង state management វាមានច្រើនអញ្ចឹង state management ជាអីណាចឹង state management គឺជាអាចហៅថាជាអាចថាវាជាអាហ្នឹងគឺវាមិនហៅថាស្វីសវាចែ state management គឺជាកន្លែងមួយដែលនៅកណ្ដាលគឺជារបស់មួយដែលនៅកណ្ដាលគេនៅរវាង UI ហើយនិង business logic អញ្ចឹង state management អ្នកធ្វើការព្រោះតែពេលគេ log in ទៅពេលចុច enter ទៅបើសិនជា success load ទៅកាន់ screen ថ្មីបើសិនជាអត់ success return មកថាអូខេអត់ success ទេណាហើយយើងប្រើ state management ដើម្បីងាយស្រួលនៅក្នុងការ development ទី1 app performance ទី2គឺ easy នៅក្នុងការ management code ណាហើយដែលសំខាន់គេគឺ performance app ណាគេអត់ចង់ឲ្យវា reload app តារាអញ្ចឹងគេប្រើ state management ហើយអញ្ចឹងចំពោះ state management វាមានច្រើនណា state management មានច្រើនមែនតើមាន GetX ណាអញ្ចឹង GetX គឺជា most popular ណាអញ្ចឹង GetX មាន GetX មួយហើយមានមួយទៀតគឺ block អញ្ចឹងមានពីរហ្នឹងដែលយើងនឹងរៀននេះ
GetX ឥឡូវអ្នក download តិចជាង block គេថា block ឥឡូវមានអ្នកប្រើច្រើនជាងណាអញ្ចឹងចំពោះ project ធំអីដែលខ្ញុំធ្លាប់ធ្វើហើយឃើញថាសក់គេក៏គេធ្វើដែរគឺគេប្រើ block គឺជា start នៃចំនួនមួយដែល powerful ខ្លាំងជាង GetX កាលប្រហែលឆ្នាំមុន 2-3 ឆ្នាំមុនគឺគេប្រើ GetX ខ្លាំងតែបច្ចុប្បន្នហ្នឹងគឺដូចឃើញថាអត់សូវជាល្អហ្មងទេ GetX អញ្ចឹងគឺ block គឺឡើងខ្លាំងណាប៉ុន្តែគឺថា GetX គេចោលអត់គេអត់ចោលទេដោយសារតែ project ដែល existing ឬក៏ in development ដែលគេ apply GetX ហើយគឺគេមិនដូរវាចោលទេគឺគេនឹងបន្ត GetX ចោលហើយបើយើងទៅធ្វើការជាក់ស្ដែងប្រកាសថាយើងវា project ថ្មីរហូតទេណា project ចាស់ហ្នឹងគឺយើង implement តហើយអូខេអញ្ចឹងបន្ទាប់ពីយើងដឹងអ្វីដែលយើងនឹងត្រូវធ្វើហើយជាហ៊ានបន្ទាប់គឺយើងចាប់ដើមមក implement ហើយណាអញ្ចឹង implement យើងជួបគ្នានៅវីដេអូក្រោយដែលយើងមានរៀបជា project structure សរសេរ code នៅក្នុងហ្នឹង configuration អីគឺជួបគ្នានៅវីដេអូក្រោយណា